ngày nay khi đã đi bị ao sơ là trên mót thích nực vì chia lai nực cái ọt mà phía rồi có miền nực mà bịa có miền nực đây nhom ca nơi đi nhom gì mà nhom ban này nhom chọc chia lai chập chập nhom ban tranh mò rồi nơi chịu vật đây nhom lộc trong ban lộc miền lộc ấy lấy nhom ban đôi trong đôi nhom ấy miền ấy sẽ bài bao nhom mến nhưng mà đàn nực ui trong đất chịu vật biết chia lại vì chia lai ở sơ khó lấy cái đăng là miền là nữ sao đi sẽ bài một mật phệ nhom ăn miền thì vậy nhom riêng nhom trời rọc lôi riêng đời khuôn ai nhom trời trai đời khuôn ai nhom trời rap rong cụp giang đời khuôn ai hay nhom lang mỏng pinแต่ម្នាក់ឯងគឺនិយាយទៅម្នាក់ឯងណាចឹងខ្ញុំអត់មានទៅសប្បាយជាមួយជីវិតវិទ្យាល័យអស់ហ្នឹងទេអញ្ចឹងនេះគឺជាសញ្ញាបត្ររបស់ខ្ញុំអូក៏មុខនេះចេញមកគឺមុខបញ្ញវន្តតែម្ដងមុខខ្ញុំនេះគឺសិស្សអ្នករៀនអ្នកសូត្រឥឡូវខ្ញុំសូមចែកលេខពីប្រវត្តិជីវិតការសិក្សានៅវិទ្យាល័យរបស់ខ្ញុំតិចខ្ញុំទៅរៀនហ្នឹងគឺមិនសូវដែរទាន់ម៉ោងទេទៅរៀនគឺអត់សូវចូលចិត្តគឺធុញ environment ហ្នឹងមែនទៅរៀនគ្រូញក់គម្រាមកាត់សក់រាល់ថ្ងៃខ្ញុំ stress បតើអញ្ចឹងខ្ញុំចង់ឆាប់មករៀនសាកលវិទ្យាល័យខ្ញុំធ្វើមិនក៏បានតែក្បាលវល់ដាក់សក់ពោមានអាហាមដែរតាមខ្ញុំយល់ថាសាលាវិទ្យាល័យគេមានវិន័យមានអីចឹងទៅប៉ុន្តែខ្ញុំមានអារម្មណ៍ធុញព្រោះខ្ញុំធំអាយុខ្ញុំច្រើនជាងគេខ្ញុំរៀននៅវិទ្យាល័យមែនតែអាយុខ្ញុំច្រើនជាងគេនៅមួយថ្នាក់ខ្ញុំបងគេហ្មងហើយសួរឥឡូវចិត្តប្រឡងការខ្ញុំរៀនហ្នឹងខ្ញុំធ្វើមិនខ្ញុំអត់ធ្វើមិនទេខ្ញុំរៀនមានអាណាអូសក្បាលខ្ញុំបានទេប៉ុន្តែពេលហ្នឹងភ័យខ្លាចធ្លាក់ខ្លួនឯងទៅរៀនខ្លួនឯងអូតូហ្មងអូសគ្មានអាណាអូសក្បាលយើងបានតែយើងអត់ចង់និយាយទៅយើងចង់ពីក្នុងអាពេលហ្នឹងខ្ញុំសុកភ័យខ្លួនងើបទៅរៀនហើយការខ្ញុំនៅរៀនខ្ញុំអត់សូវបានទៅរៀនទេហើយខ្ញុំក៏អត់សូវបាននិយាយទៅអត់ដែរទៅរៀនគួរហ្មងនៅភ្នំពេញបើទៅរៀនគួរចប់ហ្មងរៀននៅភ្នំពេញវិទ្យាល័យនៅភ្នំពេញណាសិស្សភាគច្រើនគឺគេផ្ដោតលើរៀនគួរគ្រូមកបរិញ្ញាបត្រអត់សូវបរិញ្ញាទេឈរភាគច្រើនហ្មងណា20សិស្សឲ្យទៅរៀនគួរអញ្ចឹងទៅអូគាត់ថាចិត្តប្លន់ចេះគាត់អត់ខំបរិញ្ញាតែគាត់នៅអង្គុយលូ20សិស្សឲ្យទៅរៀនគួរហើយខ្ញុំអញ្ចឹងខ្ញុំអត់ចូលចិត្តទេហើយសិស្សអូគេទៅរៀនគួរបាក់ទឹកបាក់ដីខ្ញុំចង់ឈ្នះគ្រូខ្ញុំអត់ទៅរៀនខ្ញុំមួយឆ្នាំខ្ញុំទៅរៀនគូ3ថ្ងៃឲ្យគត់ពីទី10ដល់ទី12ខ្ញុំទៅរៀនតែគូតែទី12ទេហើយរៀនទី12មួយឆ្នាំខ្ញុំរៀនបាន3ថ្ងៃដើមឆ្នាំមួយថ្ងៃពាក់កណ្ដាលឆ្នាំមានអារម្មណ៍ថាភ័យខ្លាចហួសពេលមើលវីដេអូគេអូសមើលវីដេអូ motivate ក៏ទៅរៀនមួយថ្ងៃទៀតទៅចុងឆ្នាំខ្លាចធ្លាក់ទៅរៀនមួយឆ្នាំមួយថ្ងៃទៀតទៅទាំងអស់សរុបមួយឆ្នាំនេះខ្ញុំរៀនគូ3ថ្ងៃអង្គុយរៀនខ្ញុំអានសភើខ្លួនឯងខ្ញុំទិញអីមករៀនខ្ញុំរៀនតែប្រហែលជា2ខែចុងក្រោយទេហើយនិទេសដែលខ្ញុំទទួលបានគឺនិទេស day ដោយសារខ្ញុំធ្វើការខ្ញុំរវល់ថតរវល់អីចឹងទៅគ្មានណាអត់សូវបានទៅរៀនដូចគេទេហើយគេអូសិស្សទៅរៀនគូរៀនអីរាល់ថ្ងៃសេះអីចឹងទៅចុងក្រោយប្រឡងបាក់ដប់ធ្លាក់ចឹងគាត់ថាវាមិនអាស្រ័យទៅលើរៀនគូតែបើចង់ទៅក៏ទៅខ្ញុំអត់មានហាមឃាត់ទេណាគាត់ថាបើខ្ញុំអត់ចូលចិត្តខ្លះទៅរៀនដើម្បីអេបអបដើម្បីសុំមេរៀនសុំចម្លើយពេលប្រឡងប្រចាំខែទុកមើលចឹងហើយខ្ញុំមិនមែនជាសិស្សចេះអេបអបចេះអីខ្ញុំទៅរៀនគឺដឹងតែរៀនតែគ្រូពេលខ្លះខ្ញុំអត់សួរខ្ញុំរៀនប្រហែលឆ្នាំ3ឆ្នាំខ្ញុំស្គាល់ឈ្មោះគ្រូមួយអត់និយាយទៅរៀនតែ level 1គ្រូបងពួកអត់ចូលចិត្ត environment នៅហ្នឹងចឹងគាត់ថានៅពេលដែលខ្ញុំរៀនវិទ្យាល័យគឺខ្ញុំបានឲ្យទៅចប់វិទ្យាល័យឆាប់ទេដើម្បីអីបានបន្តជីវិតមហាវិទ្យាល័យចឹងបើសួរថាសល់2ខែទៀតហ្នឹងអត់ដឹងថារៀនអីទេឥឡូវខ្ញុំឲ្យសភៅនេះទៅអានចោះពួកអីការខ្ញុំរៀនក៏ខ្ញុំអានសភៅហ្នឹងដែរនេះការខ្ញុំប្រឡងខ្ញុំអានទិញសភៅនេះហើយក៏ចង់ shot out ទៅគាត់ដែរកាលនោះគាត់ keep ខ្ញុំប៉ុន្តែគាត់ keep តាំងពីដើមឆ្នាំគាត់ផ្ញើខ្ញុំតាំងពីដើមឆ្នាំតែខ្ញុំខ្ចីបើកមើលមិនខ្ចីប៉ះស្ទាល់តែមួយខែចុងក្រោយប្រឡងមកខ្ញុំទៅបើកមើលមានគ្រប់មុខវិជ្ជារបស់គេប៉ុន្តែខ្ញុំបាត់ទៅណាបាត់ទេប៉ុន្តែបើថាសល់ពេលខ្លីនេះទិញសភៅនេះទៅអានទៅខ្ញុំអានតែហ្នឹងមួយខែចុងក្រោយហើយស្រាវជ្រាវមើលខ្លួនឯងតាមគ្រប់តាមអីចឹងទៅមើលប្រឡងជាប់ចឹងជីវិតហ្នឹងគឺវាមានតែប៉ុណ្្នឹងគឺបន្ទាប់ពីចប់វិទ្យាល័យមកគឺខ្ញុំគ្មានអនុស្សាវរីយ៍នៅវិទ្យាល័យទេហើយក៏អត់ចង់នឹកអត់ចង់រលឹកអីដែរគឺឥឡូវនេះជីវិតខ្ញុំគឺសប្បាយរីករាយបន្ទាប់ពីចប់វិទ្យាល័យមកខ្ញុំសប្បាយចិត្តមែនតើពួកខ្ញុំអាចដើរតាមក្តីសម័យខ្ញុំអាចដេកអាចអីនិយាយទៅធ្វើអីដែលខ្ញុំចង់ធ្វើខ្ញុំបានរៀននៅមហាវិទ្យាល័យដែលខ្ញុំពេញចិត្តខ្ញុំចប់វិទ្យាល័យភ្លាមខ្ញុំដឹងថាខ្ញុំត្រូវរៀនអីទាំងអស់ចឹងទៅខ្ញុំអត់ខ្វល់ខ្វាយពីខ្សែជីវិតរបស់ខ្ញុំទេគឺខ្ញុំមាន plan រៀបចំសម្រាប់ខ្លួនឯងចឹងណាចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាអ្នកនរគ្នាបាយ